សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងថ្ងៃនេះដែរខ្ញុំនឹងនិយាយបកស្រាយទៅកាន់រឿងមួយដែលមានចំណងជើងថា The Legend of Enveloped Demons ដែលវាគឺជាសេរីមួយនិយាយអំពីបិសាចដែលបានមករស់នៅលើផែនដីរបស់យើងហើយមនុស្សក៏បានបង្កើតក្រុមមួយដើម្បីប្រឆាំងជាមួយនឹងបិសាចដែលនឹងឲ្យដំណើរសេរីរឿងក៏ពិតជាល្អមើលខ្លាំងមែនតើដែលមានជឿជាក់ថាបងប្អូនទាំងគ្នាប្រកាសជាចូលចរិយចឹងហើយកុំឲ្យខាត់ពេលវិញឆ្ងាយទៀតយើងចូលទៅកាន់សេរីរឿងបែបសង្ខេបទាំងអស់គ្នាសេរីរឿងត្រូវបានចាប់ផ្ដើមឡើងជាមួយនឹងការរៀបរាប់អំពីអតីតកាលដែលកាលពីដើមឡើយនឹងគឺថាបិសាចបានចូលមកក្នុងផែនដីរបស់យើងតាមរយៈដុំវីតាមុនដ៏ធំមួយដែលត្រូវបានគេហៅថា Dragon Stone ដុំនឹងក៏បានបង្កើតវត្តមានបិសាចនៅលើផែនដីរបស់យើងប៉ុន្តែដុំនឹងក៏ជាប្រភពថាមពលដ៏សំខាន់មួយដែលមនុស្សរបស់យើងបានយកទៅប្រើប្រាស់ដើម្បីផលិតអាវុធដើម្បីតតាំងជាមួយនឹងបិសាចនឹងវិញផងដែរហើយនឹងឯក្រុមដែលទៅតាមប្រមាញ់បិសាចនឹងគេហៅថា Demon Slayer ឬក៏ Demon Hunter នឹងឯងដែលបន្ទាប់ពីការរៀបរាប់ពីអតីតកាលនឹងហើយសាច់រឿងក៏បានលេងចូលមកក្នុងបច្ចុប្បន្នកាលនេះវិញដែលមានបងប្អូនស្រីពីរនាក់បាននាំគ្នារត់ចូលទៅក្នុងព្រៃដើម្បីគេចចេញពីបិសាចដ៏សាហាវមួយដែលមានឈ្មោះថា Vovo ពួកគេក៏បានចូលទៅពួននៅពីក្រោមរូងឈើមួយរួចហើយក៏ព្យាយាមស្ងាត់មាត់ប៉ុន្តែមិនរួចខ្លួននោះទេបិសាចដ៏កំណាចមួយនឹងក៏បានឃើញពួកគេរួចហើយក៏បានលូកដៃចាប់បងស្រីយកទៅខាងលើសម្រាប់ចោលបាត់ទៅបងស្រីក៏ព្យាយាមគប់មាត់គេចពីភាពភ័យខ្លាចប៉ុន្តែបិសាចនៅតែដឹងលូកដៃមកចាប់គេដដែលគ្មានជំរឿអីទៀតគេក៏បានរត់ចាក់ចេញពីកន្លែងនឹងទាំងអារម្មណ៍ភ័យតក់ស្លុតចូលទៅក្នុងព្រៃដ៏ជ្រៅចូលទៅនឹងក៏ថាចាប់ផ្ដើមតែលតោលមិនដឹងថាកិច្ចតាណាទីនោះទេហើយបិសាចក៏បានហោះមកយ៉ាងលឿនតាមគេតាន់បិសាចវវបំរុងនឹងសម្រាប់គេទៅហើយប៉ុន្តែស្រាប់តែបរិសម្នាក់បានហក់មកដាក់ក្បាលបិសាចនឹងមួយខែលធ្វើឲ្យខ្ទាតទៅជ្រុងម្ខាងដែលតាមកំពិតទៅក្រុមអ្នកដែលបានមកជួយក្មេងស្រីនឹងគឺជាក្រុម Demon Hunter បងប្អូនប្រុសចំនួន3នាក់ម្នាក់បងគេកាន់ខែលមួយនឹងមានឈ្មោះថា Tenshi ហើយចំណែកឯប្អូនទី2មានឈ្មោះថា Chan គឺជាអ្នកកាន់ដាវធំហើយប្អូនពៅចុងក្រោយនោះគឺមានឈ្មោះថា Fion ដែលជាអ្នកកាន់ព្រួយវេទមន្តពួកគេក៏បានសហការគ្នាតតាំងជាមួយនឹងបិសាចវវដឹងថាមិនអាចយកឈ្នះអ្នកទាំង3បានក៏សម្រេចចិត្តហោះរត់គេចចេញពីកន្លែងហ្នឹងប៉ុន្តែអ្នកទាំង3ក៏បានដេញតាមប្រមាញ់វាបន្តទៀតនឹងឯក្រោមការសហការគ្នាយ៉ាងស៊ីសង្វាក់បងប្រុសក៏បានហក់ធាក់ក្បាលបិសាចនឹងឲ្យប៉ើងហើយម្នាក់ទៀតក៏បានហក់មកកាត់ក្បាលបិសាចនឹងឲ្យស្លាប់បាត់ទៅហើយក្មេងស្រីនេះវិញក៏មានឱកាសរត់បន្តដំណើរទៅមុខទៀតប៉ុន្តែមិនទាន់បានឆ្ងាយប្រមាណផងក៏បានប្រទះជាមួយនឹងបន្ទុះដ៏ខ្លាំងមួយធ្វើឲ្យគេកាន់តែភ័យតក់ស្លុតថែមទៀតនៅពេលដែលកលេចទៅមើលនៅខាងមុខក៏បានដឹងការពិតថាតាមពិតទៅគេបានរត់ចូលមកក្នុងចំនួនរវាងមនុស្សហើយនិងបិសាចដ៏ធំមួយដែលមានភ្នែកគ្រាប់ភ្លើងចំនួន6គ្រាប់ Demon Hunter ជាច្រើនក៏ព្យាយាមប្រយុទ្ធតតាំងជាមួយនឹងបិសាចដ៏សាហាវនឹងប៉ុន្តែក៏ត្រូវបានបិសាចជន់សម្លាប់ជាបន្តបន្ទាប់នឹងឲ្យពួកមនុស្សក៏ចាប់ផ្ដើមប្រើប្រាស់ខ្សែតៃចងជើងចងអីបិសាចនឹងប៉ុន្តែនៅតែមិនអាចយកឈ្នះវាបានដដែលក៏ត្រូវបានវាខំលេបត្របាក់ជាបន្តបន្ទាប់ហើយនៅពេលដែលរៀងអស់សង្ឃឹមថានឹងអាចយកឈ្នះបិសាចនឹងបានហើយស្រាប់តែបន្តិចក្រោយមកអាក្បាលបិសាចវវនឹងក៏ត្រូវបានគប់មកបុកគ្នាជាមួយនឹងបិសាចដ៏ធំមួយនឹងដែលតាមពិតទៅបងប្អូនអ្នកប្រមាញ់បិសាចទាំង3នាក់ក៏បានចូលមកដល់ធ្វើឲ្យគ្រប់គ្នាមានសង្ឃឹមកាន់តែខ្លាំងពួកគេក៏បានសម្លឹងទៅកាន់ The Master អ្នកដឹកនាំក្រុមវីរជនប្រមាញ់បិសាចនឹងថាតើធ្វើអ្វីទៀតតាក៏បានកលេចទៅមើលបិសាចដែលកំពុងតែស្រែកដ៏គួរខ្លាចនឹងរួចហើយក៏សម្រេចចិត្តវាយប្រហារដោយប្រើប្រាស់វេទមន្តគឺហក់ទៅប្រយុទ្ធជាមួយនឹងវាទាំងអស់គ្នាតែម្ដងប៉ុន្តែហក់ចូលទៅវាយគ្រប់ច្រកលហកក៏ដោយក៏មិនអាចយកឈ្នះវាបានដែរត្រូវបានវាជន់សម្លាប់ជាបន្តបន្ទាប់តមកទៀតវាក៏បានស្រូបធម្មពលពី Demon Hunter នឹងរួចហើយក៏បានបញ្ចេញគ្រាប់ភ្លើងចូលទៅក្នុងមាត់ Tenshi ឃើញចឹងក៏បានហក់ទៅកាប់បិសាចនឹងប៉ុន្តែវាយឺតពេលបាត់ទៅហើយនៅពេលដែលគាត់កាប់បិសាចនឹងហើយបិសាចនឹងក៏បានព្រោះគ្រាប់ភ្លើងនឹងទៅចំក្មេងស្រីដ៏កំសត់ម្នាក់នឹង Tenshi ក៏បានហក់ទៅជួយប៉ុន្តែជួយមិនទាន់នោះទេក្មេងស្រីក៏ត្រូវគ្រាប់ភ្លើងផ្ទុះស្លាប់បាត់ទៅហើយ Tenshi ក៏រងរបួសចេញពីបន្ទុះនឹងដូចគ្នាឃើញចឹងដែរ The Master ក៏បានហក់ចូលទៅប្រយុទ្ធចាក់ពីលើខ្នងរបស់បិសាចតែក៏ត្រូវបានបិសាចកវាត់គាត់ឲ្យធ្លាក់ចូលមកខាងក្រោមជន់គាត់មួយជើងរហូតដល់ក្អួតឈាមអ្នកដតីឃាតឃើញចឹងក៏សម្រេចចិត្តប្រើប្រាស់ក្បាច់ចុងក្រោយគឺជាការពលីជីវិតដោយបានបញ្ចូលធម្មពលចូលទៅក្នុងដៃ
ដែកវេទមន្តរបស់ពួកគេរួចហើយក៏បានហក់ទៅបុកជាមួយនឹងបិសាចនឹងបំទុះខ្លួនសម្រាប់ចោលហក់បុកម្ដងមួយផ្ទុះនឹងហើយផ្សែងជុកជុំវិញខ្លួនរបស់បិសាចនឹងក៏បានស្រែកដោយសេចក្តីឈឺចាប់ហើយនឹងខ្ទាតឈាមផងដែរថាន់ស៊ីឃើញចឹងក៏ចង់ហក់ទៅបំទុះខ្លួនមួយទៀតប៉ុន្តែពេលហ្នឹងស្រាប់តែបានឃើញបិសាចវាបានហាមាត់រួចហើយក៏បានពន្លូតក្បាលវាចេញពីខាងក្នុងមកមួយទៀតថាន់ស៊ីដឹងថានឹងគឺជាចំណុចខ្សោយរបស់បិសាចចឹងហើយក៏បានហក់ប្រើប្រាស់ដាវរបស់គេទៅកាត់ក្បាលខាងក្នុងនឹងចោលបានទៅដែលពេលហ្នឹងហើយក៏យកឈ្នះបិសាចនឹងបានសម្រេចបិសាចក៏បានដួលស្លាប់ចូលទៅខាងក្រោមហើយបងប្អូនទាំង3នាក់ក៏នៅរស់ក៏បានឈរសម្លឹងទៅកាន់ការរលាយរបស់បិសាចចេញពីផែនដីរបស់យើងរួចហើយក៏បាននាំគ្នាបើកមុខចេញហើយមានសង្ឃឹមដែលតាមការពិតទៅបិសាចនឹងគឺជាបិសាចចុងក្រោយនៅលើផែនដីរបស់យើងពួកគេក៏បានទម្លាក់ដាវចោលហើយក៏គិតថានឹងទទួលបានសេចក្តីសុខជារៀងរហូតលែងត្រូវការប្រមាញ់បិសាចអីទៀតហើយតែយ៉ាងណាក៏ដោយបើទោះបីជាពួកគេជួយមនុស្សម្នាឲ្យគេចផុតចេញពីបិសាចនឹងក៏ដោយក៏ប្រជាជនបែរជាស្អប់ពួកគេនាំគ្នាបណ្ដេញពួកគេចេញពីភូមិឲ្យរស់នៅលាក់ខ្លួនដូចជាបិសាចទៅវិញបងប្អូនទាំង3នាក់ក៏មិនដឹងថាធ្វើការអីក៏បានទៅរស់នៅក្នុងព្រៃក្នុងនាមជាអ្នកនេសាទត្រីអស់រយៈពេល7ឆ្នាំតែពួកគេមិនសូវចេះចាក់ត្រីនោះទេចាក់ទ្រាំបានមួយគឺវេទនាខ្លាំងមែនតើនឹងហើយបន្ទាប់ពីចាក់បានមួយស្របក៏បាននាំគ្នាយកត្រី3 4នឹងដាក់លើរទេះដើម្បីត្រឡប់ទៅផ្ទះវិញប៉ុន្តែ fisherman ដទៃទៀតក៏បានខឹងទៅកាន់បងប្អូនទាំង3នាក់គិតថាពួកនឹងមកញ៉ៃផ្អើលត្រីរបស់គេអស់ហើយតែបន្តិចក្រោយមកម្នាក់ទៀតក៏បានអោររទេះមករួចហើយក៏បានយកកតិនស្រាមួយមកអួតមិត្តភក្តិទាំងពីរនាក់ថាគេទើបតែទទួលបានស្រាពិសេសនឹងចេញពីដុកទ័រស្រីម្នាក់អញ្ចឹងហើយមកអង្គុយផឹកជុំគ្នានៅឯមាត់បឹងទៅក៏បានចាក់ស្រានឹង3កែវរួចហើយក៏បានចែកគ្នាទោះបីជាឃើញថានៅក្នុងស្រានឹងមានអីចម្លែកដូចជាពងត្រីក៏ដោយក៏ពួកគេមិនខ្វល់ដែរដោយសារតែឃ្លានផឹកស្រាហើយក៏បានផឹកកាក់ទៅស្រាប់តែបន្តិចក្រោយមកបងប្អូនទាំង3នាក់ក៏បានអរទេះកាត់កន្លែងដែលពួកគេផឹកនឹងក៏បានឃើញមានភាពប្រកាច់ប្រកិនអីចឹងក៏បានទៅមើលស្រាប់តែបានឃើញអាពីរនាក់ទៀតកំពុងតែខំបរោះម្នាក់ទៀតស៊ីហើយនៅពេលដែលពួកនឹងក៏រលែកមកក៏ពួកគេភ្ញាក់ផ្អើលសឹងតែកាំងបេះដូងដោយសារតែពួកនឹងលើបានខ្លាចទៅជាបិសាចក្បាលត្រីបាត់ទៅហើយនឹងអាបិសាចមួយក៏បានហក់មកខំ Fion ប៉ុន្តែនៅពេលដែលហៀមខំបានក៏ Tenshi បានមកចាប់ក្បាលវាជាប់រួចហើយក៏បានកាច់កវាបំបាក់សម្រាប់ចោលទៅហើយឃើញចឹងដែរបងប្រុសម្នាក់ទៀតនឹងក៏បានហក់យកដាវកាប់បិសាចនឹងឲ្យដាច់ខ្លួនជាពីរហ្នឹងហើយបិសាចទាំងអស់នឹងក៏ត្រូវបានស្លាប់ហើយនៅពេលដែលពួកគេពិនិត្យទៅលើខ្លួនបិសាចនឹងហើយក៏មានការសង្ស័យ Tenshi គិតថាប្រហែលជាពាក់ព័ន្ធជាមួយនឹងអាស្រាដែលពួកគេផឹកនឹងឯងចឹងហើយក៏សម្រេចចិត្តត្រឡប់ចូលទៅក្នុងទីក្រុងវិញដើម្បីស៊ើបការអំពីរឿងបិសាចថ្មីហ្នឹងពួកគេចូលទៅខាងក្នុងបានសម្រេចរួចហើយក៏បានចូលទៅក្នុងផ្ទះមួយដើម្បីចាប់ផ្ដើមការស៊ើបអង្កេតតែចូលទៅដល់ក៏បានប្រទះជាមួយនឹងបរិសុទ្ធរបួសធ្ងន់ម្នាក់ចេញមកខាងក្រៅឲ្យពួកគេជួយឃើញថាបរិសុទ្ធម្នាក់ហ្នឹងក៏ជាអតីតអ្នកប្រមាញ់បិសាចដែរចឹងហើយពួកគេក៏សម្រេចចិត្តយកបរិសុទ្ធម្នាក់ហ្នឹងចូលទៅក្នុងមន្ទីរពេទ្យមួយដែលនៅជិតនឹងជាងគេនៅក្នុងពេទ្យហ្នឹងគឺមានសង្សាររបស់ Fion ដែលមានឈ្មោះថា Shona ធ្វើជាគ្រូពេទ្យនៅកន្លែងហ្នឹងរួមជាមួយនឹងនារីដ៏ស្អាតម្នាក់ទៀតដែលមានឈ្មោះថា Layla ក៏នៅកន្លែងហ្នឹងដែរ Layla គ្រាន់តែឃើញមុខរបស់ Tension ហើយក៏ដូចជាធ្លាប់ស្គាល់ Tenshi ដែលតាមការពិតទៅ Layla ហ្នឹងឯងគឺជាក្មេងស្រីដែល Tenshi ជួយចេញពីបិសាចកាលពីប្រហែលឆ្នាំមុនហើយឥឡូវហ្នឹងគេពេញក៏មកហើយ Tenshi មិនបានចាំមុខគេនោះទេប៉ុន្តែគេបានចាំ Tenshi ច្បាស់ខ្លាំងណាស់តទៅពីហ្នឹងក៏ពួកគេសហការគ្នាដើម្បីជួយសង្គ្រោះបរិសុទ្ធរងគ្រោះម្នាក់ហ្នឹងតែជួយយ៉ាងណាក៏មិនជាសះស្បើយដែរបានត្រឹមតែធ្វើឲ្យគាត់ដឹងខ្លួននៅពេលដែលគាត់ដឹងខ្លួនហើយគាត់ក៏បានប្រាប់ទៅកាន់អ្នកទាំងអស់គ្នាហ្នឹងអំពីមូលហេតុដែលគាត់ទៅរបួសគឺគាត់សង្ស័យទៅកាន់ហាងស្រាមួយដោយសារតែម្ដុំហ្នឹងគឺមានមនុស្សបាត់ខ្លួនរហូតចឹងហើយក៏បានចូលទៅស៊ើបអង្កេតប៉ុន្តែចូលទៅដល់ក៏ស្រាប់តែថាបានឃើញអ្វីមួយចម្លែកនៅខាងក្នុងហ្នឹងហើយមិនទាន់បានស៊ើបអង្កេតអីផងក៏ត្រូវបានបិសាចដៃវែងមួយហក់មកវាប្រហារគាត់ធ្វើឲ្យរបួសទៅចឹងគាត់ដឹងថានៅក្នុងហាងស្រាហ្នឹងគឺជាបិសាចសូមមេត្តាឲ្យអ្នកទាំង3ទៅចាត់ការបិសាចនៅក្នុងហាងហ្នឹងផងដើម្បីជួយសង្គ្រោះប្រជាជននិយាយចឹងហើយដែកវេទមន្តរបស់គាត់ក៏បានរលាយហើយគាត់ក៏បានស្លាប់បាត់បង់ជីវិតផងដែរបងប្អូនទាំង3នាក់ក៏សម្រេចចិត្តទៅស៊ើបអង្កេតនៅក្នុងហាងស្រាហ្នឹងជប់ឡើងក៏បានមកដល់ពួកគេក៏បានធ្វើដំណើរចូលទៅក្នុងហាងហ្នឹងសូម្បីតែឡៃឡាក៏បានទៅជាមួយនឹងពួកគេផងដែរហ្នឹងហើយនៅពេលដែលលើបចូលទៅដល់ខាងក្នុងហ្នឹងក៏ថាឃើញរឿងចម្លែកដោយសារតែម្ចាស់ហាងស្រាបានយកស្រាដែលបានបិទហើយហ្នឹងទៅចាក់ចូលក្នុងមាត់បុគ្គលិករបស់គាត់ដែលកំពុងតែដេកហ្នឹងទាំងអស់គ្នាបានធ្វើឲ្យពួកហ្នឹងប្រែកាយខ្លាចទៅជាបិសាចត្រីទាំងអស់ហ្នឹងហើយពួកបិសាចហ្នឹងក៏បានក្រោកឡើងរួចហើយក៏ចាប់ផ្ដើមធ្វើសកម្មភាពខណៈដែល Tenshi ជាមួយនឹងបងប្អូនក៏បានចូលទៅក្នុងបន្ទប់បិទស្រាក៏បានដឹងការពិតថាស្រាទាំងអស់ហ្នឹងគឺត្រូវបានបិទចេញពីឈាមចម្លែកមួយមានពណ៌បៃតងគឺជាឈាមរបស់បិសាចនឹងឯងចឹងហើយឈាមបិសាចនៅពេលដែលមនុស្សផឹកឈាមបិសាចហ្នឹងហើយក៏បានប្រែកាយខ្លាចជាបិសាចត្រីចឹងណាប៉ុន្តែភ្លាមៗដែរពួកគេក៏បានឃើញទស្សនវិជ្ជាចម្លែកនៅជុំវិញបន្ទប់គឺពួកបិសាចត្រីនឹងដើរចេញមករកលុយអីពួកគេក៏បានប្រញាប់ប្រញាល់រត់ចេញតែរត់ចុះរត់ឡើង
នឹងក៏បានជាប់បន្ទាក់នៅក្នុងផ្ទះនឹងវាមានចាំងវល់ចុះឡើងទៅក៏បានបែកផ្លូវចេញពីគ្នាឡៃឡាដើរតែម្នាក់ឯងក៏ចាប់ផ្ដើមភ័យហើយដើរចូលទៅក្នុងបន្តិចស្រាប់តែបានប្រទះជាមួយបិសាចមួយហក់មកខាំគេភ័យលួប្រលឹងហើយប៉ុន្តែមិនទាន់អីនោះទេក៏ត្រូវបាន Tenshi មកជួយគេទាន់ Tenshi ក៏បាននាំគេទៅពួននៅកលៀតតែនៅពេលដែលពួននឹងក៏បានលឺសំឡេងចម្លែកនៅលើដំបូលផងដែរដោយសារតែមានបិសាចមួយទៀតកំពុងតែវានៅលើដំបូលហើយបងប្អូនពីអ្នកទីនេះក៏បានដើរជ្រុងមកខាងបានប្រទះជាមួយនឹងបិសាចត្រីហើយក៏បានរត់ញ៉ៃរញ៉ៃចេញពីបិសាចត្រីនឹងទៅខណៈដែល Tenshi ក៏បានបន្តនាំឡៃឡាចូលទៅក្នុងបន្ទប់មួយទៀតចូលទៅក្នុងនឹងក៏ចាប់ផ្ដើមប្រទះជាមួយនឹងបិសាចដៃវែងដែលគេធ្លាប់ជួបកាលពីអតីតកាលគឺជាអបិសាចវោនឹងឯងវាក៏បានលូកដៃបើកទ្វារមកដល់គួយខ្លាចវាក៏បានហក់មកផ្ទះឡៃឡាតែ Tenshi ក៏បានទៅជួយឡៃឡាចឹងហើយក៏ត្រូវបានបិសាចតែហើយដួលបិសាចនឹងក៏បានហក់មកច្របាច់ក Tenshi ចង់ស៊ី Tenshi តែឃើញចឹងដែរឡៃឡាក៏សម្រេចចិត្តជួយដល់ពេលហ្នឹងគេក៏បានបង្វិលខ្លួនរបស់គេរួចហើយក៏បានប្រែកាយដុសត្រចៀកដុសអីខ្លាចទៅជាបិសាចកញ្ជ្រោងរួចហើយក៏បានប្រើប្រាស់កន្ទុយកញ្ជ្រោងភ្លើងរបស់គេទះទៅកាន់បិសាចឲ្យខ្ទាតទៅជ្រុងម្ខាងបិសាចក៏មានអារម្មណ៍ថាមិនស្រួលក៏ព្យាយាមរត់ចេញទៅខាងក្រៅដោយសារតែបងប្អូនទាំងពីរនាក់ទៀតក៏មកដូចគ្នាណាវាចង់រត់ប៉ុន្តែរត់មិនរួចនោះទេចេញទៅខាងក្រៅហ្នឹង Fion ក៏បានប្រើប្រាស់ដៃរបស់គេទៅទះបិសាចហ្នឹងឲ្យដួលផ្កាប់មុខហើយ Chan ក៏បានហក់ទៅពីខាងលើយកឫស្សីចាក់លើខ្នងរបស់វាចុងក្រោយក៏បានប្រើប្រាស់ខែលកាត់ក្បាលបិសាចហ្នឹងឲ្យស្លាប់បាត់ម្ដងទៀត Tenshi នេះវិញក៏បានខ្វាត់ឡៃឡាហេតុអ្វីបានជាគេជាបិសាចព្រោះអីខ្លួនជាអ្នកប្រមាញ់បិសាចត្រូវសម្លាប់បិសាចចឹងណាប៉ុន្តែឡៃឡាក៏បានបញ្យល់ការពិតថាខ្លួនគឺជាក្មេងស្រីដែលត្រូវបាន Tenshi ជួយការពារអតីតកាលហើយនៅពេលដែលអាភ្លើងនឹងមកមុខគេនឹងគឺគេពិតជាបានស្លាប់មែនប៉ុន្តែនៅពេលដែលបិសាចស្លាប់នឹងអាចឈាមរបស់បិសាចវាបានហូរចូលក្នុងទឹកហើយក៏បានប៉ះក្នុងមាត់សាកសពរបស់គេចឹងហើយពេលហ្នឹងក៏បានប្រែកាយគេឲ្យរស់ឡើងមកវិញប៉ុន្តែក៏បានក្លាយជាបិសាចកញ្ជ្រោងគេបិសាចកញ្ជ្រោងមែនប៉ុន្តែគឺជាបិសាចល្អចឹងហើយណា Tenshi ក៏អាណិតគេចឹងហើយក៏សម្រេចចិត្តលាក់អត្តសញ្ញាណរបស់គេទុកបន្តទៀតហើយបន្ទាប់ពីហ្នឹងទៅ Tenshi ក៏បាននាំគេចេញទៅខាងក្រៅជួបគ្នាជាមួយបងប្អូនទាំងពីរនាក់ទៀតហើយក៏ចង់ប្រាប់ការពិតបន្តិចអត់បន្តិចទៅកាន់អ្នកទាំងអស់គ្នាហ្នឹងតែមិនទាន់បាននិយាយអីផងស្រាប់តែក្រុមទាហានប្រចាំទីក្រុងក៏បានចេញមកហើយក៏បានដេញពួកគេចេញពីក្រៅក្រុងប៉ុន្តែឃើញចឹងដែរ Chan ក៏បានគប់ក្បាលបិសាចឲ្យពួកគេឃើញក្បាលបិសាចហើយក៏ដឹងថាមានបិសាចនៅក្នុងទីក្រុងសាជាថ្មីចឹងហើយក៏សម្រេចចិត្តនាំពួកគេទាំង4នាក់ហ្នឹងទៅជួបគ្នាជាមួយនឹងលោកចៅហ្វាយក្រុងមិនបានអរគុណពួកគេនោះទេថែមទាំងបានប្រមានដេញពួកគេឲ្យចេញពីទីក្រុងរបស់គាត់ឲ្យលឿនពួកគេលឺចឹងហើយក៏ខឹងខ្លាំងមែនតែនខំជួយកម្ចាត់បិសាចមាននៅក្នុងទីក្រុងហើយបែរជាមិនទុកពួកគេឲ្យនៅតតាំងមួយបិសាចទៀតប៉ុន្តែលោករដ្ឋមន្ត្រីក៏គំរាមថានឹងចោទប្រកាន់ពួកគេជាអ្នកសម្លាប់មនុស្សធ្វើឲ្យស្លាប់នៅក្នុងហាងស្រាអីចឹងណាចឹងហើយដោយសារតែមានជំរឿអីទៀត Tenshi ក៏បានបបួលបងប្អូនចាក់ចេញពីកន្លែងហ្នឹងទៅពួកគេក៏បានត្រឡប់ទៅកាន់មន្ទីរពេទ្យវិញទៅដល់មន្ទីរពេទ្យហ្នឹង Tenshi ក៏បានអង្គុយថាខ្លួនធ្វើរឿងច្រើនណាស់ដើម្បីជួយប្រជាជនដើម្បីកម្ចាត់បិសាចហ្នឹងតែហេតុអ្វីបានជាប្រជាជនស្អប់ពួកគេដេញពួកគេចេញពីទីក្រុងម្ដងហើយម្ដងទៀតហើយជាងនេះទៀត Shuna សង្សាររបស់ Fion ក៏ថាខឹង Fion ដែលត្រូវបានចៅហ្វាយក្រុងដេញចេញពីក្រុងចឹងហើយក៏សម្រេចចិត្តសុំបែកគ្នាចេញពីគេដើរចេញពីគេទៅបាត់បងប្អូនទាំង3នាក់ក៏បានអង្គុយភាសាគ្នាថាតើមានអ្វីកើតឡើងឲ្យប្រកប Tenshi ក៏បានបបួលបងប្អូនទាំងអស់គ្នាថាកុំចាក់ចេញពីទីក្រុងអីពួកគេត្រូវសិក្សាបន្ថែមទៀតអំពីលោកចៅហ្វាយក្រុងហ្នឹងប្រហែលជាមានរឿងសម្ងាត់ពីក្រោយខ្នងលោកចៅហ្វាយក្រុងហ្នឹងហើយចឹងហើយក៏សម្រេចចិត្តថានឹងចូលស៊ើបអង្កេតនៅក្នុងផ្ទះរបស់លោកចៅហ្វាយក្រុងហ្នឹងហើយហ្នឹងវាដូចជាអ្វីដែលពួកគេគិតមែនតាមពិតទៅលោកចៅហ្វាយក្រុងហ្នឹងបានពាក់ព័ន្ធគ្នាជាមួយនឹងបរិសុទ្ធចម្លែកម្នាក់ដែលម្នាក់ហ្នឹងគឺជាអ្នកដែលអាចផ្ដល់ថ្នាំបន្សាបជួយព្យាបាលរបួសនៅក្នុងខ្លួនរបស់គាត់ហើយតាមពិតទៅម្នាក់ហ្នឹងគឺជា The Master គឺជាមេរបស់ក្រុម Demon Hunter ទាំងអស់គ្នាហ្នឹងហើយគាត់បានបំពុលទៅកាន់លោកចៅហ្វាយក្រុងដែលធ្វើឲ្យមានការជឿចាំនៅលើទ្រូងហើយគាត់ក៏បានផ្ដល់ថ្នាំបន្សាបទៅឲ្យលោកចៅហ្វាយក្រុងនៅរៀងរាល់ពេលដែលលោកចៅហ្វាយក្រុងហ្នឹងសម្លាប់ Demon Hunter បានម្នាក់និយាយរួមទៅគាត់បង្ខំឲ្យលោកចៅហ្វាយក្រុងហ្នឹងសម្លាប់ Demon Hunter ដើម្បីដូរជាមួយនឹងថ្នាំបន្សាបទៅកាន់របួសដែលគាត់បានធ្វើអញ្ចឹងណាដែលហ្នឹងឯងគឺជាមូលហេតុដែលលោកចៅហ្វាយក្រុងបានបញ្ជាទាហានបញ្ជាប្រជាជនអីហ្នឹងឲ្យស្អប់ Demon Hunter ដេញ Demon Hunter ចេញពីទីក្រុងហើយបន្ទាប់ពីហ្នឹងទៅគាត់ក៏បាននាំស្រីស្អាតម្នាក់ចូលទៅក្នុងរូងសម្ងាត់មួយហ្នឹងហើយបន្ទាប់ពីដោះខោអាវឲ្យខ្លួនម្នាក់ស្រីនឹងស្អាតហើយគាត់ក៏បានកាច់កន្លឹះបើកទ្វារប្រឡោះដល់សម្ងាត់មួយទៀតហើយបន្ទាប់ពីហ្នឹងទៅគាត់ក៏បានរុញម្នាក់ស្រីនឹងទម្លាក់ចូលទៅក្នុងរូងខាងក្រោមហ្នឹងម្នាក់ស្រីនឹងក៏បានធ្លាក់ទៅទុំពីលើឆ្អឹងរបស់មនុស្សជាច្រើននាក់ធ្វើឲ្យគេភ័យខ្លាំងមែនតែបន្តិចក្រោយមកគឺអ្វីមួយកាន់តែគួរខ្លាចក៏បានលេចវត្តមានចេញមក
វាគឺជាបិសាចសរសៃមួយបានហោះមកកាន់នារីម្នាក់នឹងគេក៏ព្យាយាមវារត់គេចប៉ុន្តែរត់មិនរួចនោះទេក៏ត្រូវបានបិសាចលេបត្របាក់បាត់ទៅខណៈដែលលោកច្បាយក្រុងក៏បានហូររំបកាច់ប្រកិននៅខាងលើតាមពិតគាត់បានចិញ្ចឹមបិសាចមួយនឹងបិសាចនឹងគឺវាមានថាមពលខ្លាំងមែនតែនហើយគាត់នឹងត្រូវការបិសាចនឹងឲ្យជួយគាត់ដើម្បីសងសឹកទៅកាន់ The Master ដែលបានធ្វើឲ្យគាត់របួសលើទ្រូងណាតែដើម្បីឲ្យបិសាចនឹងជួយគាត់បានបិសាចនឹងក៏បានដាក់លក្ខខណ្ឌមួយគឺគាត់ត្រូវតែបង្កើតពូជសាសន៍បិសាចឲ្យមាននៅលើផែនដីវិញណាចឹងហើយបានជាគាត់ប្រើប្រាស់ឈាមរបស់អាបិសាចសរសៃនឹងដើម្បីផលិតចេញជាស្រាយកទៅឲ្យមនុស្សផឹកខ្លាចទៅជាបិសាចនឹងឯងហ្នឹងហើយបន្ទាប់ពីហ្នឹងទៅស្អែកឡើងក៏បានមកដល់ Tenshi ក៏សម្រេចចិត្តថានឹងលើបចូលទៅក្នុងកន្លែងរបស់លោកច្បាយក្រុងហើយបងប្អូនទាំងពីរនាក់ទៀតក៏សម្រេចចិត្តទៅជ្រុងមកខាងម្នាក់ណា Fion គេនឹងចូលទៅក្នុងទីក្រុងដើម្បីទៅត្រូវរើគ្នាជាមួយនឹងសង្សាររបស់គេវិញដូចគ្នាចឹងហើយក៏បានមកបែកគ្នាធ្វើការរៀងៗខ្លួន Tenshi ដោយសារតែមានជំនាញសម្រាប់ខ្លួនក៏អាចហក់នៅតាមដំបូលរបស់លោកច្បាយក្រុងនឹងគេចចេញពីទាហានចូលទៅខាងក្នុងបានសម្រេចតែនៅពេលដែលគាត់ចូលទៅដល់ក្នុងរូងមួយគាត់ក៏បានឃើញអារូងខាងក្រោមនឹងប៉ុន្តែអ្វីដែលគាត់ចាប់អារម្មណ៍ខ្លាំងបំផុតនឹងគឺជាដុំថ្មពន្លឺពណ៌ខៀវមួយដែលគេហៅថា Celestial Sphere ដែលតាមពិតទៅដុំនឹងគឺជាដុំរបស់ The Master មេរបស់គាត់នឹងឯងចឹងគាត់ដឹងថា Master បានពាក់ព័ន្ធជាមួយលោកច្បាយក្រុងក៏បានយកដុំថ្មនឹងទៅទុកស្របពេលនឹងដែរ Fion ក៏បានទៅជួបគ្នាជាមួយនឹង Shuna វិញតែជួបលើនឹង Shuna ក៏បានបង្ហាញចរិតចម្លែកធ្វើជាដូចបែកស្លុយរួចហើយក៏បានមកអុកកលាស្នេហាជាមួយនឹង Fion ដាក់ Fion ចូលទៅខាងក្រោមរួចហើយក៏បានបោះអង្អែលដូចជាទាញដៃ Fion ឲ្យមកប៉ះទ្រូងរបស់គេអីចឹងទៅប៉ុន្តែមានណាស្រាប់តែពេលហ្នឹងគេក៏បានបង្អាក់រួចហើយក៏បានស្រែកថាមានមនុស្សចាប់រំលោភគេឪពុកក៏បានបើកទ្វារមកឃើញប្រុសនៅក្នុងបន្ទប់ក៏ខឹងគិតថាធ្វើបាបកូនស្រីរបស់គាត់ក៏បានស្រែកហៅប្រជាជនឲ្យចេញមក Fion ចេញទៅខាងក្រៅជាមួយនឹងអារម្មណ៍តក់ស្លុតត្រូវបានសង្សារមួយបង្កាច់ហើយក៏ត្រូវបានមនុស្សម្នាមកចោមរោមគេគប់បន្លែគប់អីដាក់គេថាគេគឺជាមនុស្សអាក្រក់ចាប់រំលោភមនុស្ស Shuna ក៏បាននិយមដាក់គេតាមពិតទៅវាគឺជាគម្រោងដ៏អាក្រក់របស់ Shuna ដើម្បីចាត់ការគេនឹងឯង Shuna ក៏បានយកកំបិតមកចាក់ទម្លាយបេះដូងរបស់គេធ្វើឲ្យស្លាប់នៅកន្លែងនឹងភ្លាមហើយថែមទាំងបានយកសាកសពរបស់គេទៅចងព្យួរកនៅឯមុខផ្លូវទៀតផងហើយមួយសប្តាហ៍ក្រោយមកក៏ Chan បានមកដល់ទីតាំងមួយហ្នឹងស្រាប់តែបានឃើញប្អូនប្រុសត្រូវបានគេចងព្យួរក៏មានអារម្មណ៍ឈឺចាប់រត់មកជួយប្អូនប្រុសតែគាត់មិនបានដឹងនោះទេថាក្រុមមនុស្សជាច្រើនកំពុងតែតម្រង់ព្រួញដើម្បីរងចាំគាត់ផងដែរគាត់ក៏បានរត់ទៅកាន់សាកសពប្អូនប្រុសរួចហើយក៏បានគប់កំបិតដើម្បីផ្ដាច់ខ្សែឲ្យប្អូនប្រុសធ្លាក់ចូលមកខាងក្រោមប៉ុន្តែពេលហ្នឹងតែក្រុមទាហានក៏បានបាញ់ព្រួយមកគាត់ធ្វើឲ្យគាត់ត្រូវព្រួយជាច្រើនគ្រាប់ហើយជានឹងទៅទៀតពួកគេក៏បានបាញ់មកពីខាងលើបន្ថែមទៀតចឹងហើយគាត់ក៏បានប្រើប្រាស់ខែដើម្បីរងព្រួយប៉ុន្តែយ៉ាងណាក៏ដោយដោយសារត្រូវរបួសច្រើនហើយគាត់ទប់ខ្លួនមិនជាប់នោះទេក៏បានដួលសន្លប់ចុះទៅខាងក្រោមដូចគ្នាប៉ុន្តែមុននឹងបិទភ្នែកហ្នឹងគាត់ក៏បានឃើញវត្តមានរបស់លោកច្បាយក្រុងមកសើចចំអកគាត់ថាឆាន់ហើយនឹងប្អូនប្រុសពិតជាងាយនឹងបោកបញ្ឆោតឲ្យស្លាប់បានមែនសើចចំអកហើយស្រាប់តែអាបិសាចសរសៃហ្នឹងក៏បានហោះចេញមកខាងក្រៅដែលឆាន់ក៏បានដឹងការពិតថាលោកច្បាយក្រុងពិតជាពាក់ព័ន្ធជាមួយបិសាចមែនប៉ុន្តែហួសពេលបាត់ទៅហើយគេក៏បានស្លាប់រហូតដល់យប់ឡើងហ្នឹងនៅពេលដែលមេចាប់ដើមភ្លៀងបងប្រុសធំ Tenshi ក៏បានចេញមកខាងក្រៅដើម្បីរកបងប្អូនស្រាប់តែបានឃើញសាកសពបងប្អូនកំពុងតែដេកលើផ្លូវក៏បានរត់ចូលទៅមើលដោយអាណិតគាត់ក៏បានអង្គើពួកគេចូលឡើងទៅក៏ឃើញថា Chan នៅរស់ចឹងហើយគាត់ក៏បានប្រញាប់ប្រញាល់យក Chan ហ្នឹងទៅជួបជាមួយនឹងគ្រូពេទ្យពេលហ្នឹងគឺមានតែម្នាក់នោះទេគឺជា Layla តែ Layla ទោះបីជាព្យាយាមយ៉ាងណាក៏មិនអាចជួយសង្គ្រោះ Chan បាននោះដែរគឺគេអស់សមត្ថភាពហើយណាចឹងហើយគ្មានជំរឿអីទៀត Tenshi ក៏បាននឹកឃើញថាមានមនុស្សតែម្នាក់គត់ដែលអាចជួយបងប្រុសរបស់គេឲ្យជាសះស្បើយបាននោះគឺជា The Master ដែលបានរស់នៅលើភ្នំមួយណាចឹងហើយគាត់ក៏សម្រេចចិត្តជិះសេះដឹកបងប្រុសទៅកាន់ទីតាំងមួយហ្នឹងហើយទីតាំងហ្នឹងគឺស្ថិតនៅលើកំពូលភ្នំភ្លើងមួយដែលគួរឲ្យខ្លាចខ្លាំងមែនទែនប៉ុន្តែពួកគេដើម្បីជួយសង្គ្រោះ Chan ក៏សម្រេចចិត្តចូលទៅក្នុងហ្នឹងនៅពេលដែលចូលទៅដល់ជួបគ្នាជាមួយនឹង The Master ហើយ Tenshi ក៏បានលុតជង្គង់ចុះក្រោមហើយក៏បានបោះអាដុំស្វែ Celestial ហ្នឹងទៅឲ្យលោកគ្រូថាគេដឹងការពិតអស់ហើយដែលលោកគ្រូបានសហការគ្នាជាមួយនឹង Minister ពាក់ព័ន្ធជាមួយនឹងរឿងបិសាចអីហ្នឹងឲ្យលោកគ្រូជួយបញ្យល់ទៅមើលថាតើមានរឿងអ្វីឲ្យប្រកបតែលោកគ្រូក៏បានឆ្លើយតបមកគេដោយបានដាក់គេមួយដំបងធ្វើឲ្យគេប៉ាងទៅបុកជាមួយនឹងដុំថ្មរហូតដល់ក្អួតឈាមតមកទៀត Master ក៏បានបញ្យល់គ្រប់យ៉ាងថាដៃលោហៈរបស់ Demon Hunter ទាំងអស់គ្នាហ្នឹងគឺត្រូវបានធ្វើឡើងដោយ Dragon Stone គឺជាដុំវេទមន្តរបស់បិសាចនឹងឯងហើយវាពិតជាមាន power ខ្លាំងណាស់និយាយគ្នាបដើកាប់គ្នាបដើហើយគាត់បញ្យល់បន្ថែមទៀតថាអធម្មពលដែល Demon Hunter ទាំងអស់គ្នាមានហ្នឹងគឺប្រកាសជាខ្លាចទៅជាហានិភ័យរបស់ពិភពលោកហើយប្រកាសជាមនុស្សប្រយុទ្ធប្រឆាំងគ្នាដើម្បីយកធម្មពលនឹងទៅប្រើប្រាស់ចឹងហើយគាត់គ្មានជំរឿអីទៀតនោះទេត្រូវតែរំលាយអធម្មពលនឹងចោលដែលដើម្បីឲ្យធម្មពលដ៏ខ្លាំងនឹងរលាយបានតើតែអ្នកដែលបានពាក់ដៃនឹងត្រូវស្លាប់ទៅវានឹងរលាយតាមមនុស្សដែលបានស្លាប់នឹងណា
ចឹងហើយបានជាគាត់បង្កើតរឿងជាច្រើនធ្វើឲ្យលោកចៅហ្វាយក្រុងនិងសម្លាប់ Demon Hunter ក៏ដូចជាបញ្ចូលអ្នកនេះនោះឲ្យសម្លាប់ Demon Hunter ដើម្បីឲ្យរលាយអាធម្មពលចេញពីដីនឹងឯងនិយាយទៅសូម្បីតែ Shuna ឯហ្នឹងក៏ត្រូវបានគាត់បញ្ចូលដែរឲ្យក្បត់សង្សារឲ្យក្បត់អីចឹងទៅ Tenshi លឺគាត់និយាយចឹងហើយក៏ខឹងខ្លាំងមែនទែនចឹងហើយក៏បានហក់ពីលើគាត់ដើម្បីចាក់គាត់សម្លាប់ចោលប៉ុន្តែពេលនឹងដែរបែរជា The Master ញញឹមគាត់ញញឹមទទួលយកសេចក្តីស្លាប់រួចហើយក៏បានបោះអាវុធរបស់គាត់ចោលបើកទ្រូងឲ្យ Tenshi ចាក់ចូលបេះដូងរបស់គាត់ Tenshi ក៏តក់ស្លុតហើយអ្វីបានជាលោកគ្រូធ្វើអញ្ចឹងលោកគ្រូក៏បានពន្យល់ថានឹងគឺជាការលះបង់របស់គាត់ក៏ត្រូវស្លាប់ដើម្បីឲ្យធម្មពលលើដៃរបស់គាត់រលាយដូចគ្នាចុងក្រោយគាត់ក៏បានហុចដុំស្វែនឹងយកមកឲ្យ Tenshi ឲ្យគេការពារហើយនឹងធ្វើកាតព្វកិច្ចចុងក្រោយដើម្បីគាត់គឺកម្ចាត់បិសាចចេញពីផែនដីរបស់យើងរួចហើយនឹងកម្ចាត់ខ្លួនឯងចោលនឹងឯង5ផ្ញើចឹងហើយ The Master ក៏បានស្លាប់បាត់ទៅ Tenshi ក៏បានស្រែកយំស្ដាយលោកគ្រូហើយក៏ស្របពេលនឹងដែរ Layla ក៏បានដើរជុំវិញខ្លួនរបស់ Chan ដើម្បីមើលថែគេប៉ុន្តែស្រាប់តែបន្តិចក្រោយមកក៏មានអ្វីម្យ៉ាងផ្ទុះចេញពីក្នុងខ្លួននឹងមកដែលវាគឺជាបិសាចសរសៃបិសាចនឹងក៏បានហមមកវាយប្រហារ Layla កិច្ចហើយក៏បានប្រែកាយខ្លាចជាបិសាចកញ្ជ្រោងរួចហើយក៏បានប្រយុទ្ធគ្នាជាមួយនឹងបិសាចសរសៃត្រូវបានបិសាចសរសៃបុកឲ្យធ្លាក់ចូលទៅខាងក្រោមរហូតដល់ធ្វើឲ្យគេរបួសធ្ងន់ប៉ុន្តែបិសាចនឹងដូចជាមិនចាប់អារម្មណ៍ចង់ស៊ីគេនោះទេគេចាប់អារម្មណ៍តែ Chan ដោយសារ Chan គឺជា Demon Hunter មានធម៌ពលនៅក្នុងដៃណាចឹងហើយវាក៏បានបុកចូលទៅក្នុងខ្លួនរបស់ Chan ម្ដងទៀតចូលក្នុងខ្លួននឹងហើយក៏ចាប់ផ្ដើមបណ្ដែតខ្លួនឡើងទៅខាងលើរួចហើយក៏បានស្រូបធម៌ពលចេញពីដៃរបស់ Chan ធ្វើឲ្យវាមានធម៌ពលខ្លាំងក៏ចាប់ផ្ដើមពង្រីកខ្លួនចាក់ទម្លាយខ្លួនរបស់ Chan ឲ្យក្លាយជាបិសាចថ្មីមួយណាហើយបន្តិចក្រោយមកក៏ថា Tenshi បានចេញមកដល់ឃើញប្អូនប្រុសអញ្ចឹងក៏បានហក់ទៅជួយប្អូនប្រុសប៉ុន្តែក៏ត្រូវបានបិសាចប្រើព្រួយចាក់ទម្លាយទ្រូងរបស់គេឲ្យរបួសម្នាក់ទៀតនឹងឯ Tenshi នឹងក៏ថាគ្រប់គ្រងខ្លួនឯងមិនបានក៏បានស្រែកដោយសេចក្តីឈឺចាប់ហើយក៏ត្រូវបានបិសាចគ្រប់គ្រងខ្លួនរបស់គេចុងក្រោយក៏បានហោះឡើងទៅខាងលើគេចចេញពីរូងនឹងបាត់ទៅនឹងឯនៅពេលដែលចេញទៅដល់ខាងក្រៅហើយបិសាចក៏បានប្រែកាយពង្រីកខ្លួនคล้ายទៅជាបិសាចភ្នំភ្លើងដ៏ធំមួយរួចហើយក៏បានហោះតម្រង់ទៅកាន់ទីក្រុងរបស់លោកចៅហ្វាយក្រុងក្រុមទាហានក៏ចាប់ផ្ដើមមានអារម្មណ៍ថាចម្លែកដូចជាមានអ្វីមួយហោះមកក៏បានសម្លឹងទៅខាងលើទៅស្របតែបានឃើញភ្នំភ្លើងដែលមានលក្ខណៈដូចមនុស្សដើរតម្រង់មកកាន់ពួកគេមួយជើងមួយជំហានរបស់បិសាចភ្នំភ្លើងក៏បានធ្វើឲ្យក្រុងនឹងរញ្ជួយតែម្ដងហើយជានឹងទៅទៀតវាថែមទាំងមានគ្រាប់ភ្លើងគប់ទៅកាន់ទីក្រុងនឹងធ្វើឲ្យបាក់បែកអាគារបាក់បែកកំផែងនឹងហើយក៏បានគប់ចូលទីក្រុងធ្វើឲ្យប្រជាជនស្លាប់អស់ជាច្រើនអ្នកផងដែរប្រជាជនក៏ចាប់ផ្ដើមចរាចរហើយទាហានក៏បានឡើងទៅខាងលើដើម្បីបើកការប្រយុទ្ធជាមួយនឹងបិសាចគប់គ្រាប់ភ្លើងមកកាន់ទីក្រុងនឹងដូចកំជ្រួចអញ្ចឹងខណៈដែលក្រុមទាហានក៏បានប្រើប្រាស់គ្រាប់រំសែវគ្រាប់ផ្ទុះបាញ់ព្រួញទៅកាន់បិសាចនឹងចំវានឹងរាប់សិបគ្រាប់ប៉ុន្តែมันបានស្គៀបសម្បីតែធ្វើឲ្យស្បែករបស់វារបួសសម្បីតែបន្តិចវាក៏បានបន្តដើរចូលទៅខាងមុខទៀតគប់ដុំភ្លើងកំទេចទីក្រុងនឹងដដែលហើយនៅពេលដែលចូលដល់ខាងក្នុងហើយលោកចៅហ្វាយក្រុងក៏បានចេញមកខាងក្រៅចរចាជាមួយនឹងវាថាឲ្យវាបញ្ជាវាឲ្យស្ដាប់បង្គាប់គាត់ដូចជាការមុនអញ្ចឹងណាប៉ុន្តែបិសាចនឹងក៏បានសើចចំអកទៅកាន់លោកចៅហ្វាយក្រុងថាពិតជាល្ងងខ្លាំងមែនតែនតាមពិតទៅតាំងពីដើមមកគឺវាបោកប្រាស់លោកចៅហ្វាយក្រុងដើម្បីឲ្យវាមានធម៌ពលមានសេរីភាពដើម្បីសងសឹកមកកាន់មនុស្សរបស់យើងតែប៉ុណ្ណឹងឯងហើយលោកចៅហ្វាយក្រុងទម្រាំតែភ្ញាក់ខ្លួនគឺហួសពេលបាត់ទៅហើយក៏ត្រូវបានបិសាចដាក់គាត់មួយដៃផ្ទុះស្លាប់នឹងខ្ទេចទុះទាំងកំផែងផ្ទុះទាំងប្រជាជនរបស់គាត់ឲ្យស្លាប់អស់ជាច្រើនអ្នកទៀតផងហើយនឹងឯនៅពេលដែលប្រជាជនទាហានអីនឹងអស់សង្ឃឹមគិតថាទីក្រុងនឹងខ្ទេចហើយស្រាប់តែ Tenshi ក៏បានជិះសេះមកដល់ទីតាំងមួយហ្នឹង Tenshi មកដល់ក៏បានសម្លឹងទៅកាន់បិសាចកំណាចរួចហើយក៏បានជិះសេះសម្រុកចូលក្នុងខ្លួនរបស់វាហើយក៏បានហក់ទៅខាងលើហក់ទៅទុំពីលើខ្នងរបស់វាតែមកទៀតក៏បានរត់តម្រង់ទៅកាន់កន្លែងដែលប្អូនប្រុសរបស់គេកំពុងតែត្រូវបានបិសាចនឹងស្រូបធម្មពលនឹងឯគេក៏ចង់កាប់ស្បែកនឹងដើម្បីជួយសង្គ្រោះប្អូនប្រុសប៉ុន្តែធ្វើអីមិនទាន់បានផងក៏ត្រូវបានបិសាចដាក់គេមួយដៃឲ្យធ្លាក់ចូលទៅខាងក្រោមរហូតដល់គួតឈាមសម្លាប់បាត់ទៅបិសាចគិតថាគ្មានអ្នកណាមករៀបរៀងគេទៀតនោះទេប៉ុន្តែពេលនឹងដែរក៏ស្រាប់តែមានវីរៈជនជាច្រើនអ្នកទៀតដែលសុទ្ធតែជា Demon Hunter លាក់ខ្លួនក្នុងទីក្រុងហ្នឹងក៏បាននាំគ្នាដើរចេញមកពេលហ្នឹងគឺជាពេលដែលពួកគេត្រូវលះបង់ជីវិតដើម្បីប្រឆាំងជាមួយនឹងបិសាចហើយចុងហើយក៏បានចូលមកជុំគ្នាប្រយុទ្ធតតាំងជាមួយនឹងបិសាចហក់ទៅលើទ្រូងចាក់កាប់ទ្រូងបិសាចអីហ្នឹងប៉ុន្តែគ្មានអ្នកណាម្នាក់អាចធ្វើឲ្យបិសាចនឹងរបួសឬក៏ឈឺចាប់សម្បីតែបន្តិចបាននោះទេបែរត្រូវបានបិសាចទះតប់ឲ្យរបួសម្នាក់ម្ដងទៅវិញជាចុងក្រោយដើម្បីកម្ចាត់បិសាច
សាច់ពួកគេក៏បានប្រើប្រាស់ការបំទូខ្លួនហក់ទៅបុកមួយបិសាចនឹងផ្ទុះដាំងបិសាចក៏ត្រូវរបួសប៉ុន្តែនៅតែអាចឈរមិនមានបញ្ហាអីដដែលហើយ Tenshi នៅវិញក៏នៅតែសន្លប់ប៉ុន្តែពេលនឹងដែរក៏មានត្របកផ្កាឈូកបានធ្លាក់ចូលក្នុងដៃរបស់គាត់ហើយក៏បានរលាយដើម្បីដាស់គាត់ឲ្យភ្ញាក់ដែលមុននឹងភ្ញាក់ហ្នឹងគាត់ក៏បានសម័យទៅកាន់អតីតកាលនៅពេលដែលគាត់ត្រូវបានបិសាចចាក់ទ្រូងពេលហ្នឹងគាត់ក៏ជិតស្លាប់ហើយឡៃឡាឃើញអញ្ចឹងក៏អាណិតគាត់ខ្លាំងមែនទែនក៏សម្រេចចិត្តជួយសង្គ្រោះគាត់ហើយដើម្បីជួយសង្គ្រោះគាត់ឲ្យបានហ្នឹងគឺគេត្រូវតែលះបង់ជីវិតក៏បានកាន់ដុំថ្ម Dragon Stone ហ្នឹងនៅក្នុងដៃទោះបីជាក្តៅក៏ដោយប៉ុន្តែក៏បានកាន់ដុំថ្មហ្នឹងដាក់បញ្ចូលទៅក្នុងទ្រូងរបស់ Tenshi ហើយបន្ទាប់ពីសូត្របល័យអីហើយគេក៏បានថើបមាត់របស់ Tenshi បញ្ចូលធម្មពលរបស់គេទាំងអស់ចូលទៅក្នុងខ្លួនរបស់ Tenshi នៅពេលដែលអស់ធម្មពលហើយបិសាចកញ្ជ្រោងក៏បានរលាយខ្លាយទៅជាត្របកផ្កាឈូកទៅខណៈដែល Tenshi ក៏បានព្យាសះស្បើយដឹងខ្លួនឡើងមកវិញហើយនឹងឯបន្ទាប់ពីស្រមៃដឹងអំពីការលះបង់របស់ឡៃឡាហើយ Tenshi ក៏បានក្រោកឡើងជាមួយនឹងធម្មពលថ្មីរួចហើយក៏បានហក់ទៅវាយប្រហារបិសាចនឹងសារជាថ្មីនឹងឯវាយបិសាចនឹងឲ្យស្រែកហើយបិសាចក៏បានយកដៃទៅទះគេប៉ុន្តែលើកនឹងក៏ត្រូវបាន Tenshi បុកកំទេចដៃនឹងឲ្យបែកខ្ទេចបន្តមកទៀត Tenshi ក៏បានហក់ទៅកាប់ជើងរបស់វាឲ្យដាច់អស់មកជាហៀងហើយនឹងឯនៅពេលដែលវាដាច់ជើងហើយវាក៏បានដួលផ្កាមុខចុះទៅខាងក្រោម Tenshi ក៏មានឱកាសហក់នៅពីលើខ្នងរបស់វាចាក់វាមួយកំបិតបន្តមកទៀតក៏បានទៅកាប់ស្បែកដែលគ្របលើបងប្រុសរបស់គេនឹងឲ្យរបើកឡើងក៏ចង់ជួយបងប្រុសចេញពីកន្លែងហ្នឹងប៉ុន្តែជួយមិនរួចនោះទេដោយសារតែថាបិសាចបានភ្ជាប់ខ្លួនជាមួយនឹងបងប្រុសហ្នឹងនឹងខ្លាយទៅជាថ្លុងតែមួយបាត់ហើយឆាន់ក៏ដឹងថាខ្លួនឯងមិនអាចរស់បាននោះទេក៏បានស្នើសុំឲ្យបងប្រុសបញ្ចប់ជីវិតគេទៅព្រោះអីបើសិនជាគេស្លាប់បិសាចហ្នឹងក៏គ្មានធម៌ពលអីទៀតប្រកបជាស្លាប់ដូចជាគេដែរហើយបងប្រុសមិនចង់ឲ្យបងប្រុសស្លាប់អីនោះទេប៉ុន្តែដើម្បីកម្ចាត់បិសាចចេញពីផែនដីគាត់ក៏សម្រេចចិត្តសម្លាប់បងប្រុសដោយសេចក្តីឈឺចាប់បានស្រែកយកមកដាក់បងហើយក៏បានចាក់ទម្លាយបេះដូងរបស់គេឲ្យស្លាប់បាត់ទៅឆាន់ក៏បានស្លាប់ដោយមោទនភាពខណៈដែលបិសាចក៏បានស្លាប់រលាយចេញពីផែនដីរបស់យើងផងដែរប្រជាជនក៏បាននាំគ្នាស្រែកហូគិតថាអាចយកឈ្នះបិសាចបានហើយគ្រប់គ្នាស្រែកញញឹមអបអរសាទរទៅកាន់ចែកជំនះមួយនឹងប៉ុន្តែសម្រាប់ Tenshi វិញគេមិនបានសប្បាយចិត្តជាមួយនឹងប្រជាជននោះទេនៅក្នុងកែវភ្នែករបស់គេគឺមានតែទឹកភ្នែកនិងសេចក្តីឈឺចាប់ដោយសារតែគេបានបាត់បង់ច្រើនណាស់បាត់បង់ទាំងឡៃឡាបាត់បង់ទាំងបងប្រុសរបស់គេហើយក៏ត្រូវបានប្រជាជនស្អប់ទៀតចឹងហើយក៏សម្រេចចិត្តចាក់ចេញពីភូមិដើម្បីទៅសាងក្តីសុខនៅក្នុងព្រៃទៅហើយសាច់រឿងក៏មិនបានបន្តដំណើរទៅមុខទីនោះទេវាក៏ត្រូវបានបញ្ចប់នៅត្រង់ចំណុចនឹងដូចគ្នាដែលនឹងឯងបងប្អូនអរគ្នាសាច់រឿងមួយនឹងគឺមានតែប៉ុណ្្នឹងនឹងឯងវាគឺជាសាច់រឿងប្រយុទ្ធគ្នាដ៏ទំនងនិងល្អមើលខ្លាំងមួយហើយមានសង្ឃឹមថាបងប្អូនទាំងគ្នានឹងចូលចិត្តមកកាន់សាច់រឿងទៅចុះហើយពិតជាអរគុណច្រើនខ្លាំងមែនតើដែលបានតាមដានស្ដាប់វីដេអូនេះរហូតដល់ចប់យើងចាំជួបគ្នាក្នុងវីដេអូក្រោយៗទៀតសុខសប្បាយទាំងអស់គ្នាជម្រាបលាបាយបាយ